បងប្អូនយើងសាលបងទៅមើលពស់យើងដាក់ការពីថ្ងៃម្សិលមិញដាក់ថាជាប់ឬក៏អត់ទេបងប្អូនមើលទេសភាពឡើងខៀវខ្ចីល្អបងប្អូនអើយក្រោយផ្ទះនេះមើលយើងដើរទៅមើលវាបានអត់មានជាប់អត់តោះដល់បងប្អូនគ្នាតាមដានបាទបងប្អូនហើយនេះគឺអលឹកមកគុំមានមួយផ្លែបងប្អូនអលឹកស្រែបាទអលឹកស្រែដុះដោយធម្មជាតិឯងតែម្ដងបងប្អូនហើយឥឡូវនេះយើងចាប់ផ្ដើមចេញដំណើរទៅមើលមងពុះរបស់យើងដែលយើងដាក់ពីថ្ងៃម្សិលមិញបងប្អូនរងចាំអត់មើលតើមានពុះចូលដែរឬទេនឹងហើយឥឡូវនេះជាទស្សនវិជ្ជាក្នុងស្រែនេះអត់ល្អទេបងប្អូនឆ្នាំនឹងស្រែនេះគឺស្មៅច្រើនមែនតែនដោយសារអាកាសធាតុយើងប្រែប្រួលមេឃភ្លៀងមិនទៀងទាត់បាទដល់ពេលអញ្ចឹងធ្វើឲ្យស្រែហ្នឹងគឺស្មៅច្រើនមែនតែនហើយកសិករគឺច្រើនតែប្រើថ្នាំសម្រាប់ធ្វើទៅការកម្ចាត់ស្មៅអញ្ចឹងបងប្អូនប៉ុន្តែដោយសារស្ថានភាពបច្ចេកទេសគឺយើងអត់ទាន់អាចធ្វើការបាញ់ដើម្បីសម្លាប់ស្មៅនឹងបានទេបងប្អូនដោយសារដើម្បីសម្លាប់ស្មៅនឹងបានលុះត្រាតែមានទឹកដក់នៅក្នុងស្រែនឹងខ្លះទើបយើងបាញ់ស្មៅទៅធ្វើឲ្យថ្នាំហ្នឹងគឺអាចសម្លាប់នៅស្មៅនឹងបានល្អអញ្ចឹងក៏យើងមិនទាន់ធ្វើអីកើតអញ្ចឹងស្មៅច្រើនមែនទែនបងប្អូនហើយមិញមួយផ្លែឥឡូវបានជួបមួយផ្លែទៀតហើយបងប្អូនឥឡូវអានេះធំជាងមុនណាបងប្អូនដោយសារវាដកក្នុងស្រែតែម្ដងបាទហើយអញ្ចឹងខ្ញុំក្រោបវាកន្លែងនោះមានបណ្ណាជួបប្រទះទៅបេះយកទៅបាត់ស្រេចតែម្ដងតែមិនតាន់ទុំទេបងប្អូនបាទតែផ្លែធំបងប្អូនណានេះមួយប៉ុណ្ណាណីដែរបងចិត្តប៉ិនផ្លូវបាទអលឹកធម្មជាតិរបស់យើងបងប្អូនហើយបន្ទាប់ពីយើងមើលអលឹកហើយតោះបងប្អូនធ្វើដំណើរបន្តទៅទៀតបាទបងប្អូនមើលទេសភាពវាស្រែយើងសិនទៅពណ៌ខៀវស្ងាត់ល្អណាស់បាទខៀវខ្ចីតែម្ដងបងប្អូនបាទយើងរំពឹងថាមានមេឃភ្លៀងអីមកនឹងធ្វើឲ្យស្រូវយើងបានទិន្នផលល្អប៉ុន្តែឆ្នាំហ្នឹងដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេបងប្អូនដោយសារអាកាសធាតុយើងគឺប្រែប្រួលមែនតែនបាទស្រែនេះរៀងល្អបន្តិចដោយសារវាអត់សូវមានស្មៅបងប្អូនបាទឥឡូវតះមកដល់ច្រកកន្លែងយើងដាក់ហើយយើងចាំអត់មើលទាំងអស់គ្នាមើលបងប្អូនតើមានពុះអីនឹងចូលអត់ហើយនេះគឺតាពាំងបាទតាពាំងហ្នឹងគឺពើក៏ច្រើនកក់ក៏ច្រើនស្បូវក៏ច្រើនជាពិសេសក៏ឆែតបងប្អូនឆែតច្រើនណាស់បាទហើយឥឡូវយើងចាប់ផ្ដើមបាទចូលទៅមើលហើយបងប្អូនចាំអត់មើលទាំងអស់គ្នាណាតើមានពុះចូលម៉ោងដែរឬទេហើយបើវាចូលប៉ុណ្ណាដែរយើងចង់ដឹងហើយខ្ញុំក៏កំពុងចង់ដឹងដែរបងប្អូនព្រោះខំប្រឹងចំណាយលុយយកមកដាក់ហ្នឹងគឺសង្ឃឹមថានឹងអាចមានជាប់ចឹងណាបាទនេះបាទយើងចាំផ្ដើមអត់មើលបងប្អូនបាទមកខ្សែនេះទៅហើយណាបាទយើងមើលទៅតំណងដែរបងប្អូនបាទមានព្រៃមានដប់វាតំណងដែរតែបាទអត់មានចូលទេបងប្អូនអើយបាទអត់មានចូលសោះបាទខាតជើងហើយខ្ញុំលើកហ្នឹងរងចាំមើលបើជាអានេះវាមិនដូចជាមងត្រីអីទេបើត្រីយើងអាចដាក់ភ្លាមជាប់ភ្លាមតែសម្រាប់សត្វនេះគឺបាទយើងត្រូវការរងចាំពេលវេលាអ្នកខ្លះគេអាចដាក់មួយសប្តាហ៍អីបានគេទៅមើលម្ដងអញ្ចឹងណាហើយខ្ញុំវានៅចិត្តផ្ទះតែពេលអញ្ចឹងខ្ញុំចេះតែចង់ដឹងតើវាមានសត្វពុះសត្វអីនឹងចូលអត់បងប្អូន
ពេលម្ដងមើលអត់មានត្រូវសោះអត់ទៀតហើយបងប្អូនបាទតែមិនអីទេបងប្អូនខ្ញុំដាក់វាចោលហើយនេះបានមួយនេះដែរ បងប្អូនបានវាជាមួយនឹងមេវាមួយទៀតដែលវាគ្រាន់បានដើរមកតាមស្រែកំដរខ្ញុំដែរបងប្អូនបាទសត្វឆ្កែនេះវាជាប្រភេទសត្វស្មោះត្រង់បាទហើយគឺធ្វើឲ្យមានក្តីស្រឡាញ់ច្រើនអរគុណបងប្អូនរងចាំមើលវីដេអូបន្ត